សួស្តីលោកគ្រូទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំពាក់ព័ន្ធជាមួយយើង demo ការ add ប៊ូតុងនិយាយទៅមិនមែន add ប៊ូតុង add keyboard នៅលើ system ឬក៏ device Sunmi របស់យើងនៅលើ Sunmi របស់យើងធម្មតាយើងមានភាសា support និយាយទៅច្រើនភាសាប៉ុន្តែទូទៅយើងប្រើតែភាសាខ្មែរនិងអង់គ្លេសដើម្បី add keyboard នឹងយកមកប្រើបានចូលទៅកាន់ setting តមកទៀតយើង scroll មកខាងក្រោមចូលទៅកាន់ system តមកទៀតយើងចូលទៅកាន់ language and input បន្តមកទៀតយើងចូលទៅកន្លែង language ហើយបន្តមកយើងចុចពាក្យ add language នឹងមកហើយយើងវាយពាក្យ kh នឹងមកចេញខ្មែរមកហើយបន្តមកទៀតឥឡូវយើងចូលទៅកាន់search មើលយើងចេញ keyboard ខ្មែរអត់នេះយើងចូលទៅនេះឃើញសញ្ញានេះណាអញ្ចឹងមានខ្មែរអញ្ចឹងយើងទៅសេអីក៏បានដែរនៅក្នុងជាភាសាខ្មែរអញ្ចឹងវីដេអូហ្នឹងតែប៉ុណ្្នឹងទេអរគុណច្រើន